ដោយសារតែការភ័យខ្លាចញោមអើយនេះមិនមែនភ្ញៀវបុណ្យទេណាបងអាត្មាមុនមកមើលផ្ទាល់ហ្នឹងបងប្អូនយើងដែលភៀសសឹកពីកន្លែងព្រំដែនណាពួកគាត់ភាគច្រើនបងប្អូនកងទ័ពនៅជួរមុខគាត់អញ្ជើញមកស្នាក់នៅវត្តពោ 5000 ដើមយើងបងអាណិតញាតិញោមអើយការភ័យខ្លាចនៅព្រំដែនយើងដោយសភាពការមិនប្រក្រតីដូច្នេះហើយពួកគាត់នាំគ្នាមកនាងនៅភូមិណាសែនជ័យហ៎បានហូបអីញោមហូបស្លហ្នឹងហ៎នេះញោមពួកគាត់ស្នាក់នៅកន្លែងនេះឯងបានកមាញ់ហ៎បានមិនអរគុណណាស់ហើយបានកន្លែងតំណឹងហ៎សម្រាប់ទៅញោមព្រួលតញោមមើលឃើញនេះស្ថានភាពពួកគាត់បងញោមមកពីភូមិណាហ្នឹងញោមមកដល់មកម៉ានមកពីម្សិលលោកហ៎ហើយយកទៅស្ពាយតាណាហ្នឹងដាក់ស្អីខ្លះប្រាអញ្ចឹងហ៎ញោមអញ្ជើញទៅណាបងណាអញ្ជើញទៅហៅរៀបកន្លែងឲ្យបានកន្ទេលបានអីនៅលោកមើលទៅណាញោមណាត្រូវការអីប្រើប្រាស់អាហ្នឹងទៅមានអីម្ចាស់ថ្លៃធ្វើម៉េចគឺយើងទាំងអស់គ្នាម្ចាស់ថ្លៃហើយហ្នឹងហើយបងប្អូនយើងអ្នកមកស្នាក់អាស្រ័យហើយឥឡូវហ្នឹងកំពុងតែណាអរគុណណាស់ជាមួយបងប្អូនយើងទាំងអស់គ្នាមានសន្តិសុខមានអីថ្នាក់ដឹកនាំយើងយកចិត្តទុកដាក់ណាស់ម្ចាស់ថ្លៃអរគុណថ្នាក់ដឹកនាំគ្រប់ដំណាប់ថ្នាក់អរគុណរដ្ឋាភិបាលចូលយកចិត្តទុកដាក់ឲ្យអាត្មាក៏ចូលរួមណាប្រគល់ទីកន្លែងជូនសហការជាមួយឲ្យស្នាក់អាស្រ័យប្រើប្រាស់ចោះម្ចាស់ថ្លៃនេះកំពុងតែរៀបចំប្រព័ន្ធទឹកកត់គួងជូនបងប្អូនយើងណាកម្មភាពអេដាមដល់ផ្សេងដល់បងប្អូនយ៉ាងបងប្អូនតំណាងណាស់ដែលបានមកដល់វត្តពោ5000ដើមយើងនេះយ៉ាងបងប្អូនឆ្លៀតឱកាសទៅធ្វើបទនមស្ការនិងស្ដាប់អាវាតរបស់ព្រះអង្គផងដែរព្រោះព្រះអង្គ